ឧត្តកិច្ច45ព្រះវស្សាក្រោយអំពីយុទ្ធបានសម្រេចផុសហើយព្រះមានព្រះភិក្ខត្រាស់ជាមួយនឹងសេដ្ឋីជាបិតាថាចិត្តរបស់យុទ្ធផុតចាកអាសវៈធម៌ទាំងឡាយហើយយុទ្ធកុលបុត្រមិនគួរនឹងត្រឡប់ទៅជាក្រហមបរិភោគកាមគុណទៀតនោះទេសេដ្ឋីក្រាបទូលថាជាលៀបរបស់យុទ្ធហើយព្រះអង្គយុទ្ធកុលបុត្របានល្អហើយព្រះអង្គបបិទ្ធព្រះអង្គដល់ចម្រើនព្រះអង្គមានយុទ្ធជាកុលបុត្រជាបច្ឆាសមណៈទ្រង់ប្រោះទទួលផាត់អាហាររបស់ខ្ញុំព្រះអង្គនៅថ្ងៃស្អែកចុះព្រះអង្គសេដ្ឋីក្រាបការទទួលនិមន្តព្រះសម្មាសម្ពុទ្ធហើយក៏ក្រាបថ្វាយបង្គំលាធ្វើបទសិនហើយត្រឡប់ទៅកាន់គេហដ្ឋានរបស់ខ្លួនវិញមិនយូរប៉ុន្មានយុទ្ធកុលបុត្របានទូលសុំឧបសម្បទាព្រះសម្មាសម្ពុទ្ធក៏ទ្រង់ប្រទានជាអេហិភិក្ខុសម្បទាដល់យុទ្ធកុលបុត្រលុះព្រឹកឡើងព្រះមានព្រះភិក្ខមានយុទ្ធជាបច្ឆាសមណៈយាងទៅកាន់និវេសរបស់សេដ្ឋីជាបិតានិងមាតានិងអតីតភរិយារបស់យុទ្ធនាំគ្នាមកគាល់ព្រះសម្មាសម្ពុទ្ធព្រះសម្មាសម្ពុទ្ធក៏ទ្រង់សម្ដែងអនុពពីកថានិងសម្ដែងអរិយសច្ចៈ4អ្នកទាំងពីរអ្នកនោះក៏បានត្រាស់ដឹងធម៌បានសម្រេចហើយក្រាបបង្គំទូលថាបបិទ្ធព្រះអង្គដល់ចម្រើនខ្ញុំម្ចាស់ទាំងពីរអ្នកសូមដល់នៅព្រះមានព្រះភិក្ខផងសូមដល់នៅព្រះធម៌ផងសូមដល់នៅព្រះសង្ឃផងជាសរណៈស្មើដល់ជីវិតសូមព្រះអង្គចាំនៅខ្ញុំម្ចាស់ទាំងពីរថាជាឧបាសិកាចាប់តាំងពីថ្ងៃនេះតទៅមេតានិងអតីតភរិយារបស់យុទ្ធបានជាឧបាសិកាជាអ្នកពោលនៅប្រតនត្រ័យជាគ្រាដំបូងក្នុងលោកដែលគេឲ្យឈ្មោះថាបឋមតិស្រណៈកមណឧបាសិកាក្រោយអំពីនោះព្រះយុទ្ធបាននាំសម្លាញ់ជាកុហកនឹងគ្នាចំនួន54នាក់ចូលគាល់ព្រះសម្មាសម្ពុទ្ធព្រះសម្មាសម្ពុទ្ធក៏ទ្រង់សម្ដែងអនុពពីកថានិងអរិយសច្ចៈ4ទាំងអស់គ្នាបានសម្រេចធម៌បានក្រាបទូលសុំឧបសម្បទាជាភិក្ខុព្រះសម្មាសម្ពុទ្ធទ្រង់ប្រទានជាអេហិភិក្ខុសម្បទាដល់សម្លាញ់ទាំងអស់នោះហើយនឹងបានត្រាស់ដឹងជាព្រះអរហន្តគ្រប់ព្រះអង្គក្នុងសម័យនោះព្រះអរហន្តបានកើតឡើងក្នុងលោកចំនួន61អង្គ